ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំលីលីថ្ងៃនេះដែរខ្ញុំមកនិយាយពីប្រធានបទតាក់ទងជាមួយនឹងការផ្ទៀងផ្ទាត់ព័ត៌មានដែល AI ផ្ដល់ឲ្យដោយអ្នកទាំងអស់គ្នាដឹងហើយថា AI ផ្ដល់ source ឬមួយក៏ចម្លើយឲ្យអ្នកទាំងអស់គ្នានៅពេលដែលសួរទៅលើប្រធានបទណាមួយប៉ុន្តែ AI ក៏អាចផ្ដល់លើ source ឬមួយក៏ចម្លើយណាមួយដែលអត់ជាក់លាក់ដែរប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា verify ទៅលើចម្លើយជាមួយនឹង source ដែល AI ផ្ដល់ឲ្យតាមរយៈ copy ចំណងជើងនៃអត្ថបទដែលអ្នកទាំងអស់គ្នាចង់សួរទៅលើ Google ឬមួយក៏ page ណាមួយដើម្បីឲ្យប្រកាសថាវាពិតជាដំណើរការចម្លើយជាពិតមែនហើយមួយវិញទៀតលោកគ្រូអ្នកគ្រូក៏តែងតែផ្ដល់នៅសភៅ slide presentation របស់ពួកគាត់បញ្យល់នៅក្នុងពេលម៉ោងរៀនដូចជា journal article ដែលពួកគាត់ផ្ដល់ឲ្យយើងអាចយកចម្លើយឬមួយក៏ source ទាំងអស់ហ្នឹងយកមកផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយដែល AI ផ្ដល់ឲ្យដើម្បីបញ្ជាក់ថាចម្លើយទាំងអស់នោះពិតជាអាចប្រើការបានហេតុដូចនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពិនិត្យលើចំណុចហ្នឹងឲ្យមែនតើព្រោះពេលខ្លះ AI ក៏អាចផ្ដល់ថ្ងៃខែខុសឬមួយក៏ឲ្យ data ដែលមិនអាចប្រើការបានដូចនៅក្នុងសម័យបច្ចុប្បន្ននេះអញ្ចឹងអ្នកទាំងអស់គ្នាគួរតែពិនិត្យមើលកន្លែងហ្នឹងឲ្យមែនតើជាចុងក្រោយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថា AI ក៏អាចផ្ដល់ព័ត៌មានខុសដូច្នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចេះផ្ទៀងផ្ទាត់ពិនិត្យមើលឲ្យបានច្បាស់លាស់មុននឹងប្រើព័ត៌មាន AI ជៀសវាងការប្រើប្រាស់ source ឬមួយក៏ចម្លើយ AI នោះទាំងខុស